ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាកន្លែងដែលខ្ញុំធ្វើការរាល់ថ្ងៃពុកម៉ែបងប្អូនអាគារនេះគឺមានកម្ពស់21ជាន់ហើយនេះគឺជាមុខដែលខ្ញុំទុកសម្រាប់ពាក់ទៅធ្វើការហើយនេះគឺជាកន្លែងដែលខ្ញុំស្នាក់នៅពុកម៉ែបងប្អូនហើយគឺមានចង្ហាន់មួយឆ្នាំងបាយហើយនឹងចានពីរទឹកព្រាមួយឥឡូវនេះគឺមកបើកឆ្នាំងបាយមើលហើយនៅក្នុងឆ្នាំងបាយនេះគេមានសឡមួយចានទុកសម្រាប់មកហូបបាយពេលថ្ងៃផងដែរសឡនេះគឺជាសឡឆាហើយឥឡូវនេះគឺមកមើលខាងមុខផ្ទះដែលខ្ញុំស្នាក់នៅនេះគឺតូចមែនតើហើយមានបន្ទប់តូចនៅជាប់គ្នាតែម្ដងឥឡូវនេះគឺធ្វើការចេញទៅធ្វើការហើយប្រហែលបងប្អូនហើយដល់ម៉ោងធ្វើការម៉ោង6ជាងហើយចាំកន្លែងនោះគេចាំព្រាតហ្នឹងអាទិត្យណា2នាក់មកធ្វើការគេអត់មកធ្វើផងមានតែ2នាក់ហ្នឹងទេមកធ្វើការអាទិត្យមានអីនឹងទីទៅពេលណែណាទីក៏យកទៅចូលមកដល់កន្លែងធ្វើការទៅកន្លែងធ្វើការវ៉ាវចូលខ្សែចូលទូបងប្អូនអានេះយកគេភ័យគេទូគេវាចូលហើយបងប្អូនស្ដាប់គេពុះមកដល់កន្លែងធ្វើការហើយខ្វះអីវ៉ាន់ទៀតឥឡូវហ្នឹងគឺម្នាក់មេជាគាត់ទៅយកអីវ៉ាន់ខ្ញុំនៅចាំកន្លែងប្រហែលជារយៈពេលកន្លះម៉ោងអត់ទាន់គេមកទេបងប្អូនបើសិនជាមេមកមិននឹងជាថាឲ្យបណ្ណាទេអានេះគឺដាក់បិទកម្រិតត្រីវ៉ាវលេខទូរស័ព្ទធំតើទិដ្ឋភាពពេលព្រឹកម៉ោង7ជាងបងប្អូននៅលើអគារនៅខាងត្បូងបងប្អូនសុទ្ធតែផ្ទះសុទ្ធកាលមុននៅម្ដុំដែលខ្ញុំឈរថតនោះគឺទលេតែគេចាក់លុបឥឡូវនេះគឺសុទ្ធតែផ្ទះសុទ្ធតែអគារណាឥឡូវបែរមកមើលខាងក្នុងវិញអត់ទាន់មានដាក់ការ៉ូដាក់អីទេនៅខាងនោះដីនៅចោលធំមិនទាន់ធ្វើ
កន្លែងនេះមុនខ្សាច់ឥឡូវគឺចាក់សាបចាក់អីហើយអស់បងប្អូននៅពេញភ្លៀងបាទបងប្អូនឃ្មុំនៅកន្លែងធ្វើការតែម្ដងមុំធំមុំបងប្អូននៅពីក្រោមអគារវ៉ាអូនឹងពេញភ្លៀងមកខ្ញុំនោះភ្លៀងនៅទីក្រុងភ្នំពេញមកដល់កន្លែងធ្វើការវិញហើយបងប្អូនបើកភ្លើងវិញងឹតសូន្យដល់ទៅកន្លែងធ្វើការមកទិដ្ឋភាពទន្លេវ៉ាវមេមកក្រោមដើរមកមេនៅទន្លេនៅទូកដល់កន្លែងធ្វើការវិញហើយត្រូវកាត់ចុះពីណាឆ្នាបាទអូយនៅកន្លែងនោះគេចាប់ផ្ដើមនេះទីដល់បងប្អូនចាក់ដបងផ្លូវជិះតោមកជោគដឹកថ្មមកពីណាបងប្អូនណាកាយតលាក់ធ្វើមាត់ទន្លេសម្រាប់អ្នកហាត់ប្រាណពេលល្ងាចហើយវីដេអូខ្ញុំបាទនឹងក៏មានតែតាមនោះផងដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំឡើងទៅដល់រហូតដល់ចប់សូមឲ្យពុកម៉ែបងប្អូនទាំងអស់សូមជួបតាសុខភាពអរគុណជម្រាបលាជួបគ្នានៅវីដេអូថ្មីទៀត